បងបងជាបរិបទខ្មែរនៅក្នុងស្រុកនៃក្រៅស្រុកជាពិសេសបងបងយុវជនដែលកំពុងតែប្រើប្រាស់បណ្ដាញសង្គម Facebook នៅពេលនេះថ្ងៃនេះគឺជាថ្ងៃ8មីនាដែលជាថ្ងៃប្រពៃនៃពិធី8មីនាគោរពដល់សិទ្ធិនារីប៉ុន្តែក្នុងការប្រពៃកម្មវិធីនេះដែរមានការចូលរួមយ៉ាងច្រើនពីសហគមន៍បង្កក់ផ្សេងៗហើយក៏មានប៉ូលីសទាហានមកយ៉ាងច្រើនក្នុងការរៀបរៀងបំណងមិនឲ្យប្រពៃកម្មវិធីនេះតាសួរថាតើបងប្អូនប៉ូលីសទាហានទាំងអស់គាត់មានមេត្តាដែលជាស្រីដែរឬទេយើងធ្វើនេះដើម្បីប្រពៃលើកឲ្យបរិសុទ្ធនិងស្ត្រីមានសិទ្ធិស្មើគ្នាក្នុងសង្គមជាតិបើសិនជាស្ត្រីនិងបរិសុទ្ធមានសិទ្ធិស្មើគ្នាក្នុងសង្គមជាតិទើបជាតិយើងអភិវឌ្ឍបានដោយពិតប្រាកដដូច្នេះតើបងប្អូនទាំងគ្នាត្រូវទៅចូលរួមតស៊ូទាំងអស់គ្នានៅពេលនេះកំពុងតែស្ថិតនៅផ្លូវចូលវិហារចាមនៅស្ថិតនៅក្បែរមន្ទីរប៉ាត់កាឡាម៉ាត់ដូច្នេះរងចាំតាមដានព័ត៌មានបន្តពីនេះខ្ញុំទីស្វានថាសូមអរគុណសូមជួយ like និង share វីដេអូនេះប្រជាច្រើនអ្នកដែលពួកគាត់មិនសុខចិត្តជាមួយថ្ងៃនេះដែរដូច្នេះដោយក្នុងថ្ងៃនេះដែរគឺជាថ្ងៃទិវាមេដាពិភពលោកថ្ងៃសិទ្ធិនារីដូច្នេះនេះគឺជាកិច្ចសំខាន់សម្រាប់បងប្អូនស្ត្រីយើងគ្រប់ហើយក៏ជាកិច្ចសំខាន់របស់បងប្អូនបុរសដែរព្រោះថាយើងត្រូវតែចាប់ដៃគ្នាដើម្បីកសាងអនាគតប្រទេសជាតិរបស់គ្នាដូច្នេះយើងត្រូវតែទាមទារសិទ្ធិរវាងស្ត្រីនិងបុរសត្រូវតែមានសិទ្ធិស្មើគ្នាដូច្នេះមកសកម្មភាពពួកគាត់ដែលសម្ដែងការមិនចេញមិនសុខចិត្តចំពោះពួកគាត់ដែលមិនបានចូលរួមក្នុងទីលានប្រជាធិបតេយ្យដើម្បីប្រកកម្មវិធីរបស់គាត់ចង់បានដូច្នេះសូមអរគុណសូមជួយshare របស់បងស្រីនិងបងប្រុសជាច្រើនអ្នកដែលពួកគាត់មិនសុខចិត្តជាមួយថ្ងៃនេះដែរដូច្នេះដោយក្នុងថ្ងៃនេះដែរគឺជាថ្ងៃទិវាមេដាពិភពលោកថ្ងៃសិទ្ធិនារីដូច្នេះនេះគឺជាកិច្ចសំខាន់សម្រាប់បងប្អូនស្ត្រីយើងគ្រប់ហើយក៏ជាកិច្ចសំខាន់របស់បងប្អូនបុរសដែរព្រោះថាយើងត្រូវតែចាប់ដៃគ្នាដើម្បីកសាងអនាគតប្រទេសជាតិរបស់គ្នាដូច្នេះយើងត្រូវតែទាមទារសិទ្ធិរវាងស្ត្រីនិងបុរសត្រូវតែមានសិទ្ធិស្មើគ្នាដូច្នេះមកសកម្មភាពពួកគាត់ដែលសម្ដែងការមិនចេញមិនសុខចិត្តចំពោះពួកគាត់ដែលមិនបានចូលរួមក្នុងទីលានប្រជាធិបតេយ្យដើម្បីប្រកកម្មវិធីរបស់គាត់ចង់បានដូច្នេះសូមអរគុណសូមជួយ share វីដេអូនេះ